បាទអនុញ្ញាតជម្រាបសួរបងប្អូនទាំងអស់គ្នាមកថ្ងៃនេះខ្ញុំខានមកចការខ្ញុំនៅអូសោមនេះកន្លះខែថ្ងៃនេះទៅមកហើយដើមនេះតែតែថតវីដេអូជូនបងប្អូនរលើកពេលដែលខ្ញុំមកហើយឥឡូវមកដល់កន្លែងដើមនឹងដែរកុំឲ្យបាត់រូបភាពអញ្ចឹងយើងនាំអ្នកដើរលេងទាំងអស់គ្នានៅចការខ្ញុំអូសោមថ្ងៃនេះហើយចេញពីនេះទៅខ្ញុំធ្វើដំណើរទៅកំពង់ធំសម្រាប់កម្មវិធីសាលាឆោតទៀននៅតម្រិញ99ស្អែកអញ្ចឹងនេះសភាពចការផងខ្ញុំផ្លែនៅទូចៗឡើយទេណាខាងអូសោមនេះអូសោមហើយដើមនេះតែថតជារៀងរាល់ពេលដែលខ្ញុំមកឲ្យបងប្អូនមើលផ្លែយើងព្យាករថាវានៅសល់តែត្រឹម30ផ្លែទេតែឥឡូវវាលើ50ផ្លែប៉ុន្តែយើងសង្កេតបានឃើញថាផ្លែធំយឺតតែវាមិនល្អមួយយ៉ាងដែរដោយហេតុថានៅស្រុកនេះសម្បូរទៅដោយភ្លៀងអញ្ចឹងប្រសិនបើផ្លែធំជ្រុលពេកក៏ជាកត្តាមួយដែលប្រឈមដែរប្រឈមនឹងសាច់បែកគក់សបកក្រាស់ស្នូលធំអញ្ចឹងអាហ្នឹងក៏យើងមានការពភាកលិតលន់ដែរតែពេលដែលយើងពភាកចូលពភាកឡើងទៅយើងបានផ្លែទៅសល់លើដើមដូចយើងហាក់បីដូចទូចជាងដែនកំណត់បន្តិចផ្លែទូចជាងដែនកំណត់បន្តិចវ័យនៅប៉ុណ្ណេះអាយុវាគឺទៅផ្កាយើងបិទផ្ការីកថ្ងៃទី28ខែ2អញ្ចឹង28ខែ3មួយខែ28ខែ4 2ខែ28ខែ5នេះវា3ខែអញ្ចឹងតរេននេះនៅសល់តែ4 5ថ្ងៃទៀតទេអាយុវា90ថ្ងៃ3ខែតែនៅទីនេះជាទូទៅតាមបទពិសោធន៍ខ្ញុំនៅច្រើនឆ្នាំនៅអូសោមយើងសង្កេតឃើញថាតរេននៅស្រុកនេះចាប់ផ្ដើមស្រគៀលឆ្ពោះតរទុំអាយុកាលផនវាក្រោយពីផ្ការីកមានចន្លោះប្រហែលជា140ថ្ងៃឡើងលើតែមិនលើស155ថ្ងៃអាយុកាលផនវាបើធៀបជាមួយនឹងតរេនយើងនៅប៉ែកខាងក្រោមខាងស្រុកយើងកណ្ដាលលើណោះជាទូទៅក្រោយពីផ្ការីកយើងប្រើពេល120ទៅ135ថ្ងៃនឹងអស់ហើយតែនៅទីនេះខ្ពស់បំផុតគឺ155ថ្ងៃក្រោយពីផ្ការីកអញ្ចឹងដើមនេះជាហេតុដែលយើងមើលឃើញដែរផ្លែលើសសមត្ថភាពដើមខ្លាំងមែនទែនផ្លែច្រើនតែមែនទែនលើសរហូតដល់40%នៃចំនួនកំណត់នៅលើដើមដែលវារំពឹងឲ្យយើងបានអញ្ចឹងដែលជាហេតុធ្វើឲ្យយើងគណនាការពីនោះយើងគណនាអត់ត្រូវគណនាចំនួនផ្លែនៅលើដើមអត់ត្រូវដែលជាហេតុធ្វើឲ្យផ្លែធំយឺតតែប្រសិនបើយើងគណនាមានការផ្លត់ស្នៀតមិនត្រឹមតែផ្លែធំយឺតទេអាចនឹងផ្លែទៅជាកពើទៅជាចាំបូមានតែផ្លែធំជ្រុលពេកអញ្ចឹងនៅស្រុកនេះតែផ្លែធំជ្រុលពេកវានឹងងាយកាត់សាច់បែកគក់ហើយមួយទៀតប្រឈមនឹងងាយប្រឈមជាមួយនឹងដំបៅផ្លែហេតុអីដោយសារតាកាណាផ្លែធំស្នូលក៏ធំតាកាណាស្នូលក៏ធំអត្រាការបំភាយទឹកទាបធ្វើឲ្យទឹកនៅសល់នឹងស្នូលនឹងច្រើនដែលជាហេតុធ្វើឲ្យគេហៅថាជ្រាបទឹកបណ្ដូលឬក៏រលួយខុលក្នុងពីបណ្ដូលមកខាងក្រៅអញ្ចឹងពេលដែលយើងធ្វើឲ្យមួយសុទ្ធសឹងយើងមើលឲ្យដាច់ថាឧបសគ្គនៅត្រង់ណាអ្វីដែលជាឧបសគ្គហើយយើងកែបញ្ហាដោយវិធីណាតែមានពេលខ្លះយើងកែបញ្ហាដោយវិធីទុកផ្លែឲ្យបានច្រើនដើម្បីទាញទម្ងន់ផ្លែទំហំផ្លែកុំឲ្យធំលើសប្រមាណប៉ុន្តែពេលខ្លះយើងទុកទៅវាជ្រុលដៃមានន័យថារកពេលធ្វើអត់តាន់ឃើញទេប្រមាណដើមនៅជាប់គ្នានេះគឺរកពេលធ្វើអត់តាន់ដែលជាហេតុធ្វើឲ្យផ្លែនេះច្រើនលើសផ្លែច្រើនលើសកំណត់អញ្ចឹងតែកាលណាផ្លែច្រើនលើសកំណត់មិនចម្លែកទេផ្លែវាអត់ធំតោះណាផ្លែវាអត់ធំអូខេចឹងនេះអ្វីដែលត្រួសហើយខ្ញុំមួយខែខ្ញុំបានមកចការតែ2ឬក៏3ដងឯងតែបើពេលមានអាសន្នខ្លាំងដូចជាការពីខែ4ហើយនឹងខែ5ដើមខែ5និយាយទៅចាប់ពីខែ3មកអាសន្នខ្លាំងណាព្រោះឲ្យយើងរីកចុងខែ2អញ្ចឹងចុងខែ3វាបានមួយខែការពីក្តាប់អាយុ35ថ្ងៃក្រោយផ្ការីកយើងប្រឈមប្រឈមខ្លាំងប្រឈមជាមួយនឹងការហក់ត្រួយប្រឈមជាមួយនឹងការភ្លៀងខ្លាំងប្រឈមជាមួយនឹងផ្ការីកក្តាប់នៅទូចចំមួយភ្លៀងប្រឈមខ្លាំងអញ្ចឹងខ្ញុំមកញឹកតែដល់ពេលឥឡូវចាប់តាំងតែពីខែ5នេះចាប់តាំងពីពាក់កណ្ដាលខែ5ដល់ឥឡូវនេះខ្ញុំទៅមកបានម្ដងឯងអញ្ចឹងកាលណាប្រឈមមានហានិភ័យប្រឈមគ្រោះថ្នាក់ទៀតខ្ញុំក៏រៀងពជាមកដោយសារចការខ្ញុំច្រើនកន្លែងខ្ញុំត្រូវដកឃ្លាទៅកន្លែងផ្សេងខ្ញុំចការណាដែលសុវត្ថិភាពហើយខ្ញុំប្រឡែងចោលបន្តិចហើយនេះពូជអូខៈយើងនៅនេះមានអូខៈប្រមាណដើមដែរហើយមើលផ្លែអូខៈដល់ក
តែមិនដឹងថារសជាតិយ៉ាងម៉េចទេរងចាំមើលតែជាទូទៅបត់ប្រសពយើងឲ្យតែផ្លែវាទុំចំភ្លៀងអត់សូវឆ្ងាញ់អញ្ចឹងនាំបងប្អូនដើរលេងចកាបន្តិចនៅអូសោមថ្ងៃនេះហើយនិយាយមិញអត់ទាន់អស់មូលហេតុដែលយើងទុកផ្លែច្រើនវាមានកត្តា3យ៉ាងធំការដែលខ្ញុំទុកពេលដែលក្រោយពីផ្ការីកហើយត្រកនេះណាទី1ដូចនិយាយចឹងនៅទីនេះភ្លៀងច្រើនយើងអត់អាចប៉ាន់ប្រមាណដឹងថាតើផ្កាសេរីមួយណាឬក៏ផ្ការីកនៅថ្ងៃណាដែលមានកម្លាំងសមត្ថភាពកាន់ក្តឹបបានខ្លាំងជាងថ្ងៃណាមួយនោះអត់ដឹងពីព្រោះភ្លៀងវាជាបន្តរហូតខ្ញុំចាំបានច្បាស់ណាស់នៅទីនេះថ្ងៃផ្ការីកទេវតាប្រទានពរឲ្យអត់មានភ្លៀង7-8ថ្ងៃទេក្រៅពីហ្នឹងគឺភ្លៀងរហូតអត់មានថ្ងៃខានទេតិចច្រើនគឺដឹងតែភ្លៀងរាល់ថ្ងៃអញ្ចឹងយើងអត់អាចដឹងថាផ្កាដែលរីកចន្លោះថ្ងៃណាខ្លះដែលមានសមត្ថភាពពេញលេញក្នុងការបន្សល់ក្តឹបคล้ายទៅជាផ្លែនៅលើដើមឲ្យយើងបានអញ្ចឹងយើងអត់ទុកចិត្តសភាពការនៃថ្ងៃនីមួយៗនៃដំណើរការផ្ការីកហ្នឹងម្លោះហើយយើងក៏សន្មត់ថាយកផ្កាទាំងអស់ដែលរីកហើយកើតទៅជាក្តឹបយើងត្រូវតែរក្សាវាឲ្យគង់ទោះបីរីកនៅថ្ងៃណាក៏ដោយហេតុអីបានយើងត្រូវធ្វើអញ្ចឹងដើម្បីបង្ការប្រសិនបើជាទូទៅខ្ញុំផលិតតរ៉េនខ្ញុំអត់យកប៉ាត់ណាអញ្ចឹងទេខ្ញុំរើសថ្ងៃដែលផ្ការីកឧទាហរណ៍ថាខ្ញុំគិតថាអាកាសធាតុអំណោយផលល្អរីកចន្លោះថ្ងៃណាដល់ថ្ងៃណាខ្ញុំទុកផ្លែតាចន្លោះថ្ងៃហ្នឹងដល់ថ្ងៃហ្នឹងឯងផ្កាណាដែលរីកមុនហ្នឹងឬក៏ផ្ការីកក្រោយហ្នឹងខ្ញុំអត់ត្រូវការទុកក្តឹបហ្នឹងទេខ្ញុំត្រូវតែការបេះវាចោលអញ្ចឹងបានវានៅសល់ផ្លែមកសមប្រមាណហើយសេរីសបាគ្នាវ័យសបាគ្នាបងប្អូនស្រឡឹងមើលលើដើមពាក្យថាសបាគ្នាខ្ញុំចង់សំដៅថានៅលើផ្លែនៅលើដើមតរ៉េនឃើញនៅលើនេះផ្លែវាមាន3សេរី4សេរីខុសគ្នាហេតុអីដោយសារវារីកថ្ងៃខុសគ្នាកាលណារីកថ្ងៃខុសគ្នាដំណើរការអភិវឌ្ឍធំធាត់របស់ផ្លែក៏វាខុសគ្នាដែរវាអាចធំដូចគ្នាទេអញ្ចឹងតែកាលណាវាធំខុសគ្នាការលូតលាស់របស់វាក៏ប្រជែងគ្នាដែរជាទូទៅគេអត់អនុវត្តរបៀបហ្នឹងទេតែដូចខ្ញុំលើកហេតុផលមកអញ្ចឹងខ្ញុំអត់អាចប៉ាន់ប្រមាណដឹងថាថ្ងៃណាជាឱកាសល្អនៃដំណើរការបង្កាត់កេសរក្រោយពីផ្ការីកជាប់ក្តឹបបានល្អវាអត់ដឹងហេតុអីបានអត់ដឹងដោយសារវាភ្លៀងរាល់ថ្ងៃពេកអញ្ចឹងយើងក៏ទុកប៉ាត់ណាប៉ាត់ណីទៅឃើញនៅលើដើមមាន2សេរី3សេរីអញ្ចឹងទៅព្រោះអីយើងសង្កត់ធ្ងន់ថាត្រូវតែរក្សាបរិមាណផ្លែសិនពីព្រោះតំបន់នេះភ្លៀងច្រើនយើងអត់ដឹងថាគួរតែselectផ្ការីកនៅក្នុងថ្ងៃមួយណាទុកទៅថ្ងៃអនាគតដើម្បីរំពឹងប្រមូលផលវាទៅលក់យើងអត់ដឹងច្បាស់ជាក់លាក់ទេអញ្ចឹងអត់ហ៊ានប្រថុយប្រថានទេអញ្ចឹងយើងទុកទាំងអស់យើងអត់មានការselectយើងអត់មានការជ្រើសរើសផ្កាណារីកថ្ងៃណាទុកថ្ងៃណាមិនទុកអីអត់ទេអញ្ចឹងដែលជាហេតុធ្វើឲ្យយើងមានបរិមាណផ្លែច្រើននៅលើដើមដោយសារអីបានវាច្រើនដោយសាររាល់បណ្ដាថ្ងៃដែលយើងទុកអស់នោះសុទ្ធសឹងជាថ្ងៃដែលវាពូកែក្នុងការកើតក្តឹបដែរមូលហេតុដែលយើងទុកគឺយើងទុកស្គាល់ថាប្រសិនបើថ្ងៃណាវាមិនមានសមត្ថភាពល្អក្នុងការកកើតក្តឹបទៅជាផ្លែធំទេឲ្យវារុះមួយចំនួនទៅឧទាហរណ៍ថាយើងឲ្យវារីកតាំងពីថ្ងៃទី1ខែ10ខែ2រហូតទៅដល់ចុងខែ2វាប្រើពេលរីក20ថ្ងៃជាងអញ្ចឹងក្នុងបណ្ដា20ថ្ងៃនោះប្រសិនបើមានថ្ងៃក្នុងបណ្ដា20ថ្ងៃនោះមានតែ10ថ្ងៃអត់សមស្របនៃដំណើរការកកើតក្តឹបសូមឲ្យវារុះអា10ថ្ងៃនឹងចុះយើងក៏សល់អា10ថ្ងៃនៃផ្ការីកចុងក្រោយនឹងដែរតែមានអីលទ្ធផលចេញមកយើងទុកឲ្យវារីកពីថ្ងៃទី1ដល់ថ្ងៃទី28វាជាប់គ្រប់ថ្ងៃទាំងអស់តែតិចហើយនឹងច្រើនតែប៉ុណ្ណឹងអញ្ចឹងដែលជាហេតុធ្វើឲ្យតរ៉េនយើងនៅលើដើមផ្លែច្រើនហើយសល់ច្រើនសេរីលើដើមបន្តមកទៀតពេលដែលយើងដឹងអញ្ចឹងហើយអញ្ចឹងការសម្រេចចិត្តផងយើងខណៈពេលនោះសន្មតថាត្រូវពេលដែលយើងដឹងអញ្ចឹងហើយចាប់ដល់ផ្លែចាប់ដល់កាន់ក្តឹបហើយលើសពី35ថ្ងៃហើយមានន័យថាដំណើរការបង្កាត់កេសរបរិសន្ធិកកើតទៅជាក្តឹបហ្នឹងវារួចរាល់ជាស្ថាពរហើយចុះមិនយើងមិនព្រមតែងផ្លែនៅពេលហ្នឹងឃើញទេសំណួរសួរទៀតចុះបើដឹងតែផ្លែនោះវាច្រើនសេរីនៅលើដើមចុះមិនព្រមតែងផ្លែទុកតែមួយសេរីហើយទុកចំនួនផ្លែដែលត្រឹមត្រូវទៅមិនព្រមទុកចឹងសំណួរសួរទាំងទៀតពេលហ្នឹងយើងមានហេតុផលមួយទៀតនៅស្រុកនេះភ្លៀងច្រើនរាល់ថ្ងៃអូខេភ្លៀងច្រើនរាល់ថ្ងៃទី1កាលណាយើងតែងក្តឹបកាលណាភ្លៀងច្រើនពេលដែលវាចេញត្រួយវាចេញច្រើនអញ្ចឹងយើងសុខចិត្តទុកបរិមាណផ្លែឬក៏ហៅថាក្តឹបទាញអំណាចពីត្រួយដើម្បីកាត់បន្ថយអំណាចទៅលើត្រួយកុំឲ្យមានការដោះដូរអំណាចឬក៏ធម្មពលអាហារសារធាតុចិញ្ចឹមពីពុះមេឃទៅចុងត្រួយច្រើនពេកពីព្រោះកាលណាមានផ្លែច្រើនកម្លាំងស្រូបទាញនៃធម្មពលនៃជីវជាតិមករកពុះមេឃនឹងវាច្រើនដែរ
dân dớt ọt hiên tại play nó về nàng tiệt thế dân ta cái nào dân tay play thì muối chỗ chăm thà rô ca chùm rút play trong na muối nó không dễ đạp phần vía cứ về thầu chính dễ đạp không nhục chùm nua dân mình này bởi dân cắt play bị chính trui chùm nua chính cái điên chùm nua dân dớt chập đá ọt hiên cắt này dân túc sầm rạp oi ti chùm nai on này anh đang hai ca lệ khăn thì mùi rí ai lệ khăn thì pì pê ca nà nâu đầm bòn nà mùi pê để trâu ca rít crop bình linh chập bị sam sập ram tháng chụp tờ học sập tháng đầm nà ca co cá sa piêng sài riêng crop bình linh nó cắt hàng nó pê nà ngay dân person ba cầm lăng xốp tiên tham một mình cướp rón đây chỉ hai thưa oi crop mình bình linh lút loมันเป็นลิงตีมันจับพลายนั่นตัวรู้ตัวไหนตียังนำใบตีจำนายมือนั่นตัวเธอไม่เระซาพลายเชิญการนาขนมดาวในมวยเวียมันได้เมียนมาโรยพลายขนมมวยพลายเมียดับกรอบหรือก็ใบกรอบเวียมได้การแล้วมาลองใบกรอบโปรมนี่ตีโจจำค่ะดาวจะเรียนนำใบตีจำนายบ้านละอ๋อต่อแต่เมียนกรอบสลบเชิญยังใบยังตกพลายเชิญขนมพลายมวยเมียนแต่มวยกรอบใบยังตกพลายเชิญจำนวนกรอบสลบก็ไปเชิญไหนlàm mấy ấy tiếng tham một bố tôi bật cát clap na đại vía mình toàn cả từ chỉ crop thế chứ bởi vì cắt mình thôi bạn mà play nó bên nâng sờ chùm luôn crop sờ nó lỡ đám dương miếng crop tích đại chỉ hai thứ ơi nát sộp tiên mình crop còn chẳng chỉ cái tục ơi play trán sờ chùm luôn crop nó không play thì mùi muối rùm mình cho cái clay tới chùm luôn crop trán miếng cầm lang sộp tiên tham một bố xa thiên chấm mauบอกกัดกรอบเดินเลยพลายเซ็งได้เอาตอนการจะกรอบเจาะเลยโอเคประกอบนะเป้ได้ดำเนินการสรุปจริงหรือเปล่านั่งเวียนังอาจรูปพลายมือจำนวนประสันบาดาวนะเดี๋ยวแต่พลายนะเมียนล้วนการเมาเนี่ยมันเป็นลิงในดำเนินการการไก่ซอเกาสกากรอบตัวแทนอนาคตมันเกิดจานยังเวียสกจัดดอกโดเกาสกากรอบแต่เมียนคลุนวิสราบเต้าบรรจุเอาแต่จุยพลายนกขบายเวียนังให้บานเวียต่ำแหลกคลุนเจาะเห็นไหมยังมีในทางใบยังตกพลายเอาช้อนบีมีประโยชน์อย่างไรเดี๋ยวเราโดนทำมาโปรบีครูนเวียดังแต่ครูนเวียอัดไอตัวมุกได้เวียมีเกาสกากรอบมาจำนวนปัจจัยเอาตอนเป็นลิงยังเวียอัดตัวมุกได้ยังเวียดังแต่ครูนเวียตัวมุกเวียแต่เละอาซาทิศแต่ก่อการกรอบเป็นลิงนั่นไงแต่เอาพลายนกขบายเวียนั่งเติบครูนเวียแต่เละมาได้ยังเธอพลายเซน้องอ่ะตัวบ้านซาทิศมุ้ยจึงมีพลายมุ้ยได้เจี๊ยตุ่มร่วงเกาสกาแกเอาแต่ปุ๊บตำรวจกองสกากรกรอบนั่งตัวช่วยพลายสิ่งยังเยอะอาจเรียกซาระเบียบนั่งตีไตแต่เอาไว้ได้สำคัญในที่ตกพลายเฉินนั่งคือเรียกซาเอาการกรอบเจาะเลี้ยให้นั่งดำใบเตี้ยนจมูกนั่งตุยให้เยอะกับบังกรบโปร่งตุยเยอะกับปลาซาทิศช่วยดำใบกับอ้อยกับมาเถอะการุแต่เทคนิคอ่อนนั่งมันเมนเราเลือจีทนามนั่งตึงสองเด้เราเลือเมกันนิกเราเลือการจัดใจฟอนั่งดอกบอลนี่พลิ้งเอาไม่ได้สว่างตีเบอร์บอลก็ทัดทำจีสำคัญมีเป็นหนักบังดิเบอร์พลิ้งรอไงบังสามช็อตกันดีครั้งอ่ะเราส่งนี่ยังเราตีนี้ยังกรุบกรองโดยระเบียบนั้นตรวยตั้งปีกาดิโหลดหล่อแล้วเจงมาใบดองยังเราจะปลาไปที่กรุบกรองตรวยโดยเทคนิคยังพอต่อมอกอวินสอบพลายจะเลือกกำนอดได้จะหายังสลังเมื่อรอง่ายเคยทำพลายทอมยืดอันนี้ยังเท่าตัวสกอร์แต่เรายังกับพวกไก่แต่ในสุกนี่ชมเราฉอนชนะพลายจะเรียนในสุกนี่เพียชานพลายทอมพลายกระเปื้อพลายจัมโบ้ใส่จัมโบ้มีในตุ่มผมทอมครั้งจัมโบ้นั่นยังแต่กันนาเบียตุ่มผมจัมโบ้จะนึกซอยคือไอ้บางคนเอาตอนดังไงจะนึกซอยคนเวียเปđểเวียจับดำริกคลายริกมาเศร้าเวียนึงเปรกะลามุนอายุกาลเปđểเวียเปรกะลามีอะไรกันล่ะเวียนึงมีตึกชีพโจตัวปีข้างกลางโจตัวข้างนอกแต่ประชันใบยังเดือดซาพลายเราสะสมละมุมเคยพลายเนี่ยโดยสกเลอได้นะอันเป็นโดยสกโอซ้อมนะโอซ้อมก็รอมีพลายรูปพิมพ์จังๆอ่ะเหมือนงี้มีเลยยังแต่กันนะพลายไปจัมโบ้เวียนึงเปรกะลาตีบนจอบวีหนึ่งมีชิปตึกโจลเจียบเสนเป้ได้มาเศร้าวิวัตรอพโดตัวจีสกอพโดตัวจีต้มยังยี่ปีสกิลตัวต้มนั่งเป้นั่งมีดำนาการชิปตึกโจตามสมองเนี่ยนี่สตาร์คนาจะเรนโอซาวอันดับตะการละ
tại đam ní cứ chứ so sầm lo bị kế dương ngọt miên rồng pưng thay cho play về thế dương chưa chưa biết tại trong bằng hai ta ní xuất thân trở đến để trong hạt trăm bố cặp bự khơi sờ bò bia mình toàn được cha phong về chợ đâm pre cả lá bà này chẳng à pre đó ạ du nó chắp thay na muối mình đăng đi bia nâng miên làm việc chụp tức trâu này chẳng tại cái nào chụp tức trâu đó thay tôm dương lũ ấy kê khơi nhé tại nó bẹ cuộn chao mà cả đốc chiri mà cả đốc cloud mà cả đốc to đấy đại khơi được phim năng ấy rồi sao ấy rồi sao pe cái tức bị trâu tôi không khai na muối bia trong đó bầm lại chập đó bầm lại nha bầm lại xem thiết ấy mà giang ở plafado tôm không lọt ở đây nha giang à na chiri tôm chiri trâu tơ à na sạch rừng bẹ cuộn tơ rồi sao đầm na cá play nó bị thông bị và to mà thiết snow bị thông bị snow bị thống miếng xem thiết biêm tức nó không năng du dân ta cái biêm tức nó snow du viên đang ai chip tức bờ đầu sót sót ta riêng chẳng bao hơi bị bạn không cả thằng thay ta tầm hôm panna dương kẹt là nia làm bay xạ xóm nó vì bị bạn trong năng này ta à quay đi những đấng thá ta play tích tầm hôm thống play tích tầm hôm tui và to biết à tích panna à tui panna vì bị bạn à tích panna à sao panna vì bị bạn không cả thằng thay à cả thằng thay đời sáng trong lực hai pho làm mạnh mình được trong đầu tiên ní có trong bị bạn không ca sập lại chết nàyถ้าตาชมสลายจะตกพลายมวยหน้าได้สะสมตุ่มหุ่มบนหน้าได้สะสมพลายการิกไว้หน้าจับไปใครหน้าได้สะสมรออดเคยเปได้รออดเคยคือยืงจับโยต่างอ้อมมองตื้อยืงรออดเคยท่าไงหน้าการิกสรีหน้าเติบยังตกพลายนั่นเลยดามรอไปอดเคยดอกตะเปรอดเคยโอเคตามแต่หน้าไว้อัวโยมองดอกไปไว้อัวโยยังอุปสรรคทำมวยพลายอัดท่อมแล้วยังกระปงชมกระปงแต่เดินขณะไปเด็กชมในเย้นี่ชมเมามุนนั่งมาเมาไงชมดาวบีตับไหลให้อ้อยแต่ชมตัวเธอไอ้จังชมในเย้นี่ชมลายไอ้บอลบอลมือนาโอซ้อมพลายชามนี้ยังเจ้าเลือกกำนัดได้จะให้เธอไอ้บอลร้อมเรื่องพลายอัดท่อมโอเคแต่สู้แต่บอลร้อมคลางอ่ะมันคลางประมาณไหนแต่ขณะไปได้บอลร้อมเจ้าไปเจ้าเชียร์ไว้ไปเจ้ายมประกอบแต่เรนนี้นั่งมันอาจเมียนโจกตึกบันโดนตึกเชียบสปีกราวโจตะคงตีหาดไอโดยซาสมบัติสะดังปลาสโลนยักพลายมันเศร้าทมประกอบจิสโนขักน้องมันทมประกอบจิซักมันรีเปะกุเฉินเคยไหมอันนั้นเอาไว้ในยังบ้านพิการสมบัติจะพันเจนปันได้เอาไว้ในยังเต้าเตรียมบันเทมคือบอกการตุ่มห่มนึงตุ่มเงินติดตัวตอนนี้จังแต่การตุ่มห่มวิตูสเตอร์เป๊ะประสันบายังลุกเมาเก๋บาจะบานลอยแต่บายังลุกครุฑไอ้เนี่ยนะบาจะบานลอยแบบปันหน้ากับบานลอยเลยปันก้อนไอ้กับบานลอยเลยยังจะเท่ารออยู่แต่สร้างมวยเตี้ยแล้ววิธีอาการละอนะสำหรับเทรนเราดมอนโอซาวปีพลัววิปดอลอาการเอายังมีเปเวงเชียงดมอนข้างเซ็งการนาวิมีเปเวงมีในยังเราจะมีอาการดำใบบ่องการเราจะเพียบริกซัดบ่องการกะโลบานต่อหลายทีประสันแบบไปใครไว้ที่ใดยังไปบารามในที่นี้เทรนจิตุเต้าปราเปลกราบิการิก140ไงมันเริ่มมา150ไงยังประสันบาเรานี่พลายยัง90ไงจริงที่ตัวยังมีในทางยังเราซ้อเป็น60ไงเดียดแต่ประสันบาเทรนนี่ไว้ปันนะเราสบขังคราวมีนเปแต่30ไงที่เต้ได้เต้าอภิวัตดำใบบริกตุ่มพลายบ่องการตุ่มงุนนั่งแต่ในโอซ้อมยังเราซ้อเปล60ไงเดียดยัง60ไงเดียดยังกระทายยังไอ้มีอะไรตะเพียบปริกเบี้ยบ้านอย่าเรายังบ่องการตะเพียบเอาไปริกเมียจึงนั้นเอาไปให้คลายจึงนั้นพอต่อมาเดียดยังเอาเบียมีแต่งนเล่นนั่งรีไอสบอก็ทาตัวใบจีบปรังริคลายเดียดก็สบอนี่อดอาจมีระดับหรือเยอะบานดิโปรยสบอจะเรียนอันนี้ยังสลังมือปลาไปนี่คือสบอนี่คือเบียร์ล้อบานตามกำลังริกเมียได้มีในทาวีมีเพียบบดบานมาไงวีมีเพียบหล่นลุ่นในดำนาการรีคลายไปยังไปแต่ไปรีคลายเมาส์สบอนั่นเราแต่ยืดห้องปอดตัวเลือกคลายนั่นพองเหมือนเมนยังสลังให้โอ้ปริกซัดปริกคลาบดังแต่ปริกปันได้เพลกเมื่อสบอปริกจอปริกล้างเปรตในบัตจุกก็ปริกจอปริกล้างอดตือโดยอันนี้ไอ้ใบปริกจีเฮ้วีมีพันมาเบียอันนี้ใบปริกจีวีอดตือตีวีเลือกสมัติพี่วีให้เมียนสดาวพลายคลาบบริษัทยังเพียยิ้มนั่นแต่บริษัทเบียนั่งเรือเยสบอ
តែកាលណារយៈសបកទី1ប្រសិនបើរយៈធំដល់ថ្នាក់យើងអាចមើលឃើញនៅភ្នែកវានឹងរលួយរស់មុនការកំណត់តែប្រសិនបើវាប្រេះសម្បកយើងមិនអាចមើលឃើញនៅភ្នែកបានវានឹងកើតហានិភ័យទៅថ្ងៃប្រមូលផលវានឹងមានជ្រាបទឹកចូលពីខាងក្រៅចូលទៅខាងក្នុងអញ្ចឹងអាពេលដែលយើងត្រូវបរិចខ្លែបហ្នឹងយើងត្រូវមើលដែរមិនចេះតែថាអូផ្លែស្ទើណាចង់បានធំអញ្ចឹងហ្នឹងអីដល់យើងប្រភេទមើលមែនទេអញ្ចឹងខ្ញុំត្រូវដើរមើលល្អណាស់អញ្ចឹងតែកាលណាយើងបរិចដោយសមត្ថភាពសម្បកវាគ្របដណ្ដប់ឬក៏យឺតទៅតាមកម្លាំងនៃការរិចខ្លែបមិនបានពេញលេញទេវាជាហេតុធ្វើឲ្យសម្បកមានចន្លោះប្រហោងឬក៏ហៅថាមានការដាច់ចន្លោះប្រហោងសំណាមួយអាចប្រហោងធំរយៈធំរហែកធំឬក៏រហែកទូចអាចមើលឃើញនៅភ្នែកឬអាចមើលមិនឃើញនៅភ្នែកបើមើលឃើញនៅភ្នែកវានឹងងាយខូចមុនពេលទុំតែបើមើលមិនឃើញនៅភ្នែកតតែបេះលើដើមទុំហើយបានយើងឃើញថាអូអានេះមកពីវាប្រេះសម្បកទឹកជ្រាបចូលអញ្ចឹងដល់យើងមានការពិភាក្សានឹងឲ្យល្អមែនទេអញ្ចឹងនៅអូសោមឆ្នាំនេះទទួលស្គាល់អាកាសធាតុពិបាកក្នុងការធ្វើទទួលស្គាល់ប៉ុន្តែខ្ញុំហត់នឹងវាច្រើនខ្ញុំស្វាស្វែងនឹងវាខ្លាំងអត់មានពេលទំនេរទេចាប់តាំងតែពីមានផ្ការហូតមកខ្ញុំមកចំការអូសោមមួយខែអត់ក្រោម3ដងទេអត់ក្រោម3ដងទេហើយដើមនេះយើងជួសជុលពីគេទេខ្ញុំមិនចង់និយាយថាវាមូលហេតុមកពីអីទេតែក៏បងប្អូនដឹងហើយដើមណាដែលកញ្ញាញរូបរាងខ្លីៗគឺបងប្អូនដឹងហើយថាបណ្ដាមកពីអីតែខ្ញុំត្រូវបានរំដោះមិនតន់ជាស្ថាពរទេមិនហត់នេះអ៊ុតទេឃើញទេបងប្អូនឃើញកញ្ញាញខ្លីៗបងប្អូនដឹងហើយអ្នកធ្វើតរ៉េនអញ្ចឹងសុំមិននិយាយទេហើយរំដោះឆ្នាំនេះឃើញថារំដោះផ្លែក៏គួរសមដែរអស់នេះអីស្ទើរតែរំដោះទៅមករួចផុតដែរទេតែផ្លែមើលទៅអត់ក្រោម100ទេក្នុងមួយដើមនេះផ្លែអត់ក្រោម100ទេអញ្ចឹងហត់នឹងវាណាតាំងពីមានផ្កាជាពិសេសហត់ខ្លាំងមែនទែនគឺពេលផ្ការីកអត់ដែលមានស្គររាំងយ៉ាងម៉េចតែបានគុណបនទេវតាជួយដែរថ្ងៃដែលកំពុងរីកធំរាំងដូចជាមួយសប្តាហ៍8ថ្ងៃរាំងចាប់ពីថ្ងៃទី20ដល់ថ្ងៃទី26និយាយចេះ7ថ្ងៃហើយចាំទាំងថ្ងៃភ្លៀងចាំទាំងថ្ងៃរាំងរីកតាំងពីថ្ងៃទី1ភ្លៀងមករហូតអត់ដែលខានតែដល់ទៅពេលដល់ថ្ងៃទី20ថ្ងៃភ្លៀងចុងក្រោយថ្ងៃទី19ចាប់ពីថ្ងៃទី19ភ្លៀងចុងក្រោយនឹងរហូតដល់ថ្ងៃ26 27បានមានភ្លៀងជាហូរហែមកទៀតក្នុងខែ2ហ្នឹងអញ្ចឹងក៏ជាឱកាសល្អឲ្យយើងបានផ្លែហ្នឹងក៏ស័ក្តិសមដែរទៅតាមហ្នឹងអញ្ចឹងនិយាយចំថាគឺទេវតាអ្នកប្រទានពរឲ្យយើងទេខ្ញុំមិនប្រកែទេទេវតាប្រទានពរឲ្យរាំង6 7ថ្ងៃហ្នឹងទេដែលធ្វើឲ្យតរ៉េនហ្នឹងវាមានសមត្ថភាពកាន់ក្តាប់បានល្អតាមពិតដំណើរការកាន់ក្តាប់ក្រោយការរីកជួបភ្លៀងអីមិនខ្ញុំបានប្រភេទតាំងពី live វីដេអូមុនហើយនៅចង្កៅសោមខ្ញុំអត់ដែរលាក់ឯងប៉ុន្តែគាត់ថាវីដេអូដែល live ហ្នឹងច្រើនតែមិនទុកនៅក្នុង Facebook នឹងបន្តទេពេលដែល live ចប់ខ្ញុំអត់ផុសទេខ្ញុំក៏ផលិតទៅហ្នឹងទៅមានអ្នកទទួលព័ត៌មានបានតតែអ្នកហ្នឹងបានមើលបន្តផ្ទាល់ហ្នឹងអញ្ចឹងនៅទីនេះអាចវិនិច្ឆ័យបានគណៈពេលនេះអាចហ៊ាននិយាយបានថាផលនៅអូសោមដែលយើងរំពឹងបានគឺកើនលើសរំពឹងបាន30-40% ប៉ុន្តែចូលកំតនសบายចិត្តពីព្រោះពេលវេលាទៅដល់ទីជ័យនៅវែងទៀតណានៅ60ថ្ងៃទៀតយើងនៅមានជួបជាមួយនឹងឧបសគ្គជាច្រើនទៀតដូចដើមនេះអីអត់តន់រួចខ្លួនមកវិញដល់ហើយទេណាសិតតែបន្សល់ពីអតីតកាលសុំមិននិយាយចុះអានេះអីក៏ចឹងដែរស្រាប់បន្សល់ពីអតីតកាលទេប៉ុន្តែបើផ្លែដល់ហើយអញ្ចឹងគ្រាន់តែបច្ចុប្បន្ននេះយើងអាចហ៊ាននិយាយបានថាលទ្ធផលបឋមពាក់កណ្ដាលសម្រាប់នេះយើងផលកើនលើសពីកំណត់ 30% យ៉ាងតិចហើយសួរថាកើនដោយសារយើងពូកែប្រើជីប្រើថ្នាំមិនទេកើនទី1ដោយសារទេវតាប្រទានឲ្យយើងទី2យើងឆក់ឱកាសបានល្អយើងយល់ពីពេលវេលាបានល្អហើយបន្តមកទី3គឺការចាត់ការទូទៅនឹងបានល្អដូចខ្ញុំលើកឡើងមិនចាត់ការយ៉ាងម៉េចចាត់ការតាំងពីការរក្សាផ្លែទុកតាំងពីរក្សាពេលផ្ការីកទុកចំនួនផ្លែយ៉ាងម៉េចទុកផ្លែនៅទីណាទុកផ្លែយ៉ាងម៉េចនោះសុទ្ធសឹងតែវិធីធ្វើ3ចំណុចហ្នឹងដែលសំខាន់ហើយចំណុចទី4គឺបន្តបន្សំបន្ថែមគឺជីថ្នាំដែលយើងប្រើទៅជួយវាហ្នឹងអ្វីដែលសំខាន់គឺយើងត្រូវកណនាឲ្យចេញថា
ឧបសគ្គខាងមុខគឺជាអ្វីហើយអ្វីអាចតតាំងជាមួយឧបសគ្គហ្នឹងអាចកាត់បន្ថយទំហំឬក៏ទម្ងន់នៃឧបសគ្គមួយហ្នឹងបានយើងយកអាហ្នឹងមកគិតវិញទេហើយខ្ញុំឃើញបុគ្គលមួយចំនួនគាត់ធ្វើតរេនជោគជ័យគាត់អួតតែទៅលើជីថ្នាំក្រុមហ៊ុននេះជីថ្នាំក្រុមហ៊ុននោះខ្ញុំគិតថាមិនមែនទេសម្រាប់ខ្ញុំណាមិនមែនទេខ្ញុំឲ្យតម្លៃដូចមិញរៀបរាប់មកមិញយ៉ាងទី1ទេវតាតាទេវតាមិនប្រទានពរឲ្យគឺសរោហើយកុំអ្នកឯងមកពីណាអីក៏ដោយទី2គឺការចាត់ការទូទៅនិយាយចេះទៅទី3យើងយល់ពីពេលវេលាបានទី4ហ្នឹងរឿងធាតុចូលវិស័យកសិកម្មហ្នឹងមានជីមានថ្នាំអីទៅជួយបន្តបន្សំបន្ថែមហ្នឹងអាហ្នឹងគឺទី4ហើយអញ្ចឹងបងប្អូនទៅចាំក្នុងវិស័យកសិកម្មខ្ញុំឃើញរាល់ថ្ងៃមានការអួតអាងថ្នាំនេះបកកែក្រុមហ៊ុននោះបកកែជាប់ផ្លែច្រើនជាប់ផ្លែតិចខ្ញុំបើសម្រាប់ខ្ញុំនៅជាមួយតរេនច្រើន10ឆ្នាំខ្ញុំមិនដែលខ្វល់ប្រហែលទេអាពីអត់ហ្នឹងតិចដើមលោកគេថាដើមអត់ផ្លែអត់ឲ្យមើលណានៅនេះអត់មានដើមអត់ផ្លែទេមានតែផ្លែតិចហើយហ្នឹងផ្លែច្រើនមើលមិនមានផ្លែតិចទេមានតែផ្លែល្មមមានតែផ្លែលើសអញ្ចឹងអ្វីដែលហ៊ាននិយាយថានៅទីនេះយើងកើនផលលើសដែនកំណត់ 30% គឺនៅកត្តាទាំង4យ៉ាងដែលខ្ញុំលើកឡើងហ្នឹងទី1ទេវតាអាណិតអាសូរដល់យើងទី2ខ្លួនយើងមានប្រាជ្ញាគ្រប់គ្រាន់ឆ្លើយតបនៅបញ្ហាមួយហើយប្រាជ្ញានេះវាកើតឡើងដោយសារបទពិសោធន៍ទាំងស្រុងមិនមែនដោយសារជីថ្នាំទាំងស្រុងទេបងប្អូនទៅចាំថងហ្នឹងដោយសារបទពិសោធន៍ទាំងស្រុងបទពិសោធន៍ការងារចំពោះមុខកែបញ្ហាចំពោះមុខឲ្យបានដល់ទី3ពេលវេលាសំខាន់ណាស់ត្រូវអានឲ្យដាច់ថ្ងៃទី1ដល់ថ្ងៃទី15វានឹងមានអ្វីកើតឡើងត្រូវអានអាហ្នឹងឲ្យដាច់ពីថ្ងៃទី1ដល់ថ្ងៃទី15បើយើងមានកម្លាំង7នាក់តើចំនួនប្រមាណអ្នកត្រូវធ្វើអីប្រមាណអ្នកត្រូវធ្វើអីនេះជាចំណុចខ្លាំងនៃអ្នកកសិករខ្ញុំឃើញរាល់ថ្ងៃបងប្អូនម្ចាស់ចម្ការវិវក់ទៅតាមអំណាចក្រុមហ៊ុនជីថ្នាំមួយចំនួនឲ្យតែខ្លួនធ្វើបានល្អសរសើរតែជីថ្នាំមិនព្រមសរសើរកម្លាំងទឹកចិត្តខ្លួនយើងធ្វើផងប្រាជ្ញាយើងផងតាពិតចង់បញ្ជាក់ប្រាប់ថាការដែលជោគជ័យទៅលើវិស័យកសិកម្មវាមិនមែនផ្ដោតទៅលើតែជីថ្នាំមួយមុខទេសម្រាប់ខ្ញុំជីថ្នាំខ្ញុំផ្ដោតអត្ថប្រយោជន៍ឲ្យទី4ទេឃើញទេទី1ជាអ្វីទេវតាទៅចាំទុកតែទេវតាមិនប្រទានពរឲ្យកុំខឹមដើរទៅភ្លៀងមកឈុចសទឹកអស់ឡើយដើរទៅក្បែរឡានវិញកុំមកញ៉ៃញ៉ៃដើរ500ដើមដើរចង់ផុតហើយណាដើរនិយាយដឹងហត់ទេបើប្រយ័ត្នតែឈប់និយាយដើរបកទៅឡានភ្លៀងមកដល់អំបិលហ្មងហើយប្រញាប់ធ្វើដំណើរទៅវិញហើយថ្ងៃនេះទៅយ៉ាងណាក៏ដោយក៏ដល់គេងដល់កំពង់ធំដែរចង់យប់ម៉ោងប្រហែលក៏ដែរទី1ទេវតាតែទេវតាមិនប្រទានពរគឺអត់ដែរទី2ប្រាជ្ញាវាងវៃនៃការចាត់ការទូទៅហ្នឹងទី3ពេលវេលាបានដល់ទី4ជីថ្នាំហ្នឹងតែចាប់ពីថ្ងៃនេះទៅមុខអ្វីដែលខ្ញុំនិយាយយើងថាផលបានកើនលើសដែនកំណត់ 30% ប៉ុន្តែអត់ទាន់ចប់ទេយ៉ាមករយហើយដើរឲ្យសូតិចរឡានឈប់ឲ្យដើរមើលតាមដើមតរេនហើយដើមតរេនខ្ជិលប្អួតតាណាក៏ផ្លែដែរអត់មានដើមណាអត់ផ្លែមានតែផ្លែល្មមនិងផ្លែលើសមកបាត់ចឹងពីឥឡូវនេះទៅអ្វីដែលខ្ញុំធ្វើបង្កើនទម្ងន់វាបន្តិចបង្កើនទំហំវាបន្តិចបន្ទាប់មករក្សាពណ៌សម្បកវាកុំឲ្យដូចត្រេនអូសោមអូខេចឹងអ្វីដែលធ្វើប៉ុណ្ណឹងទេដូចមិនមានអីទៀតទេដូចនៅសល់តែប៉ុណ្ណឹងទេដែលយើងកែបញ្ហាបន្តមកទៀតចាប់ពីថ្ងៃទី5ខែ6នេះទៅជំងឺនៅតំបន់នេះនឹងរាតត្បាតពីព្រោះចាប់ពីថ្ងៃ28ដល់ថ្ងៃទី7ខែ6 28ខែ5ទី7ខែ6នឹងមានរាំងអញ្ចឹងកាលណាវាធ្លាប់តែសើមតែនៅសុកវារាំងវាឆ្លាស់គ្នាជាមួយនឹងពលឺថ្ងៃក្តៅអត្រាការបំភីទឹកខ្ពស់ទាំងពីដីទាំងពីលើស្លឹកទាំងពីលើដើមទាំងពីលើផ្លែទុរេនអញ្ចឹងមានអ្វីកើតឡើងពេលដែលយើងថាពេលដែលភ្លៀងជោគជាំជំងឺវាកើតចុះបើសិនបើភ្លៀងជោគជាំហើយឆ្លាស់ជាមួយនឹងពលឺថ្ងៃក្តៅខ្លាំងមានអ្វីកើតឡើងជំងឺកើតអត់កើតដូចគ្នាដោយសារអីដោយសារដំណើរការបំភីទឹកសល់របស់ដំណាំតិចទៀតកាលណាក្តៅរុញច្រាំងកាន់តែខ្លាំងអត្រាការបំភីទឹកពីដីកាន់តែខ្ពស់
อัตราการบ่มเพตึกปีสักกันตะจรอัตราบ่มเพตึกกับปีดำกันตะจรอัตราบ่มเพตึกเจนปีพลายกันตะจรធ្វើឲ្យទីតាំងមួយណាដែលមានចំណុចខ្សោយជាងគេទីនោះសល់ទឹកហេតុអីបានមិនសល់ដោយសារពេលកម្លាំងនៃការបំភីទឹកកាន់តែខ្ពស់វាអត់បំភីទឹកជាចំហាយទឹកទេវានឹងបំភីទឹកទៅជាលក្ខណៈទឹកដំណក់អញ្ចឹងតែកណាទឹកដំណក់វាកាត់ឡើងដល់កន្លែងណាគឺកាត់ឡើងដល់ក្នុងផ្លែហ្នឹងតែម្ដងបងប្អូនដែលឃើញពេលដែលយើងពុះតរ៉េនមកហ៎ពេលពុះតរ៉េនចន្លោះរវាងសាច់តរ៉េនហើយនិងសបកឃើញមានទឹកដំណក់គ្រាប់នៅហ្នឹងឯងនោះហើយគឺជាដំណើរការបំភីទឹកជាគ្រាប់តំណក់ភាសាបច្ចេកទេសគេហៅ cotation ធម្មតាការបំភីទឹករបស់ដំណាំត្រូវតែបំភីជាចំហាយទើបអត់មានសល់ទឹកអញ្ចឹងតែកាលណាភ្លៀងរាល់ថ្ងៃឆ្លាស់គ្នាជាមួយនឹងពលឺថ្ងៃក្តៅខ្លាំងអត្រាការបំភីទឹកខ្ពស់ធ្វើឲ្យទីណាដែលមានចរិតខ្សោយទីនោះសល់ទឹកអញ្ចឹងជំងឺនឹងកើតដំបៅផ្លែនឹងកើតហើយដំបៅផ្លែពេលដែលមានសភាពបែបហ្នឹងដូចខ្ញុំលើកឡើងវានឹងច្រើនតែដំបៅពីក្នុងចេញមកក្រៅវាអត់ដំបៅពីក្រៅចូលទៅក្នុងទេអូខេភ្លៀងហើយចូលឡានហើយអូចឹងនិយាយចប់សិនចាប់គិតទៀតមិនណាតែចឹងឯងដាក់ឲ្យឃើញមុខតិចណាអូខេអូហត់អូចេញឡានលេងរួចករាជការនោះហ្នឹងឡើយអញ្ចឹងអ្វីដែលខ្ញុំត្រូវប្រយ័ត្នពីឥឡូវទៅគឺជំងឺខលផ្លែនិយាយចំទេហ្មងនឹងអាចមានជំងឺខលផ្លែនេះគឺដោយសារអត្រាការបំភីទឹកវាលឿនពេកធ្វើឲ្យវាខ្លាចជាទឹកដំណក់ហើយសល់ទឹកដំណក់នៅក្នុងចន្លោះពីរវាងសាច់ហើយនឹងសបកឬក៏ទឹកនឹងសល់នៅក្នុងស្នូលកណ្ដាលផងវាដែលជាហេតុធ្វើឲ្យនឹងអាចទៅជារលួយផ្លែដំបៅផ្លែខលផ្លែអញ្ចឹងអ្វីដែលត្រូវធ្វើពីឥឡូវនេះទៅគឺច្រើនយ៉ាងណាស់នៅចំការខ្ញុំអូសោមធ្វើបិទតែយើងអាចកណនាបានថាឥឡូវនេះយើងអាចសន្មតបានថាវាបានផលកើនលើសកំណត់រហូតដល់ 30% មែនប៉ុន្តែមិនទាន់ចប់នៅឡើយនៅសល់ពេល60ថ្ងៃទៀតអញ្ចឹងទៀមទាឲ្យ60ថ្ងៃនេះជាកងពាន់ចុងក្រោយនេះត្រូវតែស្វិតស្វាញនឹងវាខ្ញុំគិតថាខ្ញុំត្រូវតែមកញឹកញាប់ដើម្បីតាមដានសភាពការបែបនេះអូខេអញ្ចឹងអ្វីដែលយើងព្យាយាមកាត់បន្ថយឲ្យបានគឺកាត់បន្ថយការដំបៅផ្លែនៅទីនេះនៅអូសោមនេះឈ្មោះរបីលន្ទឺពាក់ព័ន្ធជាមួយនឹងតរ៉េនអូសោមតាំងតាពីប្រហែលឆ្នាំមកហើយនេះគឺអត់ចោលពីពាក្យថាដំបៅផ្លែរលួយផ្លែខុសផ្លែនោះទេផ្លែអត់មានគុណភាពគឺនៅហេតុការណ៍ហ្នឹងហេតុការណ៍ភ្លៀងពេលផ្លែដាក់ម្សៅចាប់ដើមពី100ថ្ងៃឡើងលើមានរាំងក្តៅខ្លាំងតែពេលតែមួយអាទិត្យទេដំណើរការមួយនឹងសាច់ឆៅហើយហេតុអីបានឆៅដោយសារដំណើរការបំភីទឹកនឹងអត់ត្រឹមត្រូវអញ្ចឹងអ្វីដែលយើងត្រូវធ្វើកាត់បន្ថយដំណើរការបំភីទឹកមិនត្រឹមត្រូវនោះត្រូវធ្វើម៉េចថ្នាំជំងឺត្រូវតែមានជាពិសេសបំផុតកាល់ស្យូមត្រូវតែមានពីព្រោះរាល់ការបំភីទឹកមិនប្រកដីត្រង់ណាមួយតែតែទីណាដែលមិនមានដំណើរការបំភីទឹកបានល្អទីនោះខ្វះកាល់ស្យូមពីព្រោះកាល់ស្យូមត្រូវបានបំភីចោលអស់ទៅតាមអំណាចនៃការបំភីរបស់ផ្នែកត្រង់ណាមួយមានកម្រិតនៃការបំភីខ្ពស់ពេកអញ្ចឹងទីណាដែលមានត្រូវការអភិវឌ្ឍបន្តផ្លាស់ប្ដូរម្សៅផ្លាស់ប្ដូរស្អីទាំងឡាយទាំងពួងនោះត្រូវការកាល់ស្យូមដើម្បីប្ដូររូបរាងអស់ហ្នឹងតែប្រសិនបើមានការបំភីខ្ពស់បាត់បង់កាល់ស្យូមកន្លែងនោះខ្វះហើយអញ្ចឹងខ្ញុំគិតថាប៉ុណ្្នឹងហើយឥឡូវខ្ញុំមកដល់កន្លែងការងារហើយមើលមេការខ្ញុំចំឯណាមុខមេការដាក់ទៅណាដាក់កាមេរ៉ានោះថ្ងៃនេះគ្មានទេនៅស្រុកនេះធ្វើការស្រួលមួយខែមួយថ្ងៃធ្វើការបានតែកន្លះថ្ងៃទេហ្នឹងសមេការខ្ញុំពីរនាក់ហ្នឹងបងក្រាំពូហួរឥឡូវចូលមើលឃ្លាំងឆ្នាំតិចមើលចំដូចចង់អាលុះដែរខ្ញុំដាក់បានម្ដងហើយត្រូវអត់ដាក់2ដងហើយត្រូវហើយមើលផ្លែប៉ុណ្ណឹងក្នុងវីដេអូមិញអត់មានដាក់អីទេដាក់ស៊ូណាអ្នកខ្លះថាមិនដាក់ស៊ូណាជីធម្មជាតិអ្នកឯងថាមិនថាតែខ្ញុំដាក់ស៊ូណាមកនោះមិនហ៎អូខេអញ្ចឹងគិតថាដូចជាសំគូហើយបើខ្ញុំដាក់ឲ្យនេះមកគេលោកបងប្អូនត្រូវការសួរមកមានសំណួរអញ្ចឹងសួរពូទៅរៀបថ្នាំនៅក្នុងឃ្លាំងឲ្យខ្ញុំមើលថ្នាំជំងឺបាទអូខេអត់អីមិនបាច់ប្រាប់ជីបាញ់ស្លឹកអស់ហើយអត់មានទេចូលតាហាតាមពលមកគេផ្អែមជូរមកសុកតរ៉េនតែស៊ីម្នោះ
chúa phải mà lại bị chu nó bị tục phi dục này không nên muốn sai tôi đồng tiền à tôi là không không mà đám buông cả lô thật mà đám buông cả lô ok coi tôi đó mà à tôi đã miền Plai tôi mang lại thật ta là ngon hay à từng miền Plai tôi apply thôi chẳng à tôi thợ cục rung trôi pi chớn hay năng à công tích pi chớn còn là công tích mang anh em mà chơi thôi bánh bán là một con nước ai mà phong muối đọc tìm nước xuống là thêm bánh đi chỗ anh làm từ rồi ôi chua xoa ôi thì có cái hai chai trong đây như thế chua chú là cái nhây luôn mì chập đằng từ tấm mấy đô là thì anh ấp liêng bóng rèn mắt họ nhân như không trên bị cam vào lòng lươn ăn dưới cái mì đôi nát chứ hòa ngay từ đó máu tâm khinh sao mấy nhưng mà ngay tôi nghĩ là mấy ban mà ngay con gặp sao bị ngay khăn mồm tôi nhìn bị lưới cái bị ác liều có mình tha vậy thôi về đừng hòm cho mấy nhé ngày nó khơi được sao thì còn cái gì reform បាញ់សម្រាប់ការពារដួងរៀងរាល់7ថ្ងៃមានសភាពបានតែ7ថ្ងៃទេ reform ហ្នឹងអញ្ចឹងបើសិនបើបាញ់ហើយលើសពី7ថ្ងៃទៅដួងnóមកអញ្ចឹងវិធីចាត់ការដួងដល់ប្រសើរមិនមែនពឹងលើថ្នាំទេពឹងលើការដើរមើលឆ្កឹះឆ្កៀលវាទៅហើយនឹងដាក់មងតាក់វាសម្រាប់ចាប់មេដួងទៅរីឯបើថ្ងៃណាយើងអត់មានពេលតនេក៏យើងបាញ់អា reform នឹងការពារទៅព្រោះឲ្យក្លិន reform ហ្នឹងអាចមានសមត្ថភាពមិនឲ្យដួងមកក្នុងរយៈពេល7ថ្ងៃហ្នឹងតើគួរបាញ់អីបន្ថែមទៀតអត់លោកគ្រូបាញ់ reform ហ្នឹងដែរទៅតែសំខាន់អ្វីដែលសំខាន់បងដើរឆ្កឹះវាហើយនឹងយកមងរីដើមណាដែលមានដួងចោលបងសុំទីមួយផ្លេតចាំមកមើលសំណួរខ្ញុំមកមើលអានេះតិចពុំមក Chắc là quay được phu thuế đi tới quay được phu thuế bay 5 chữ ngữ tham tà cấu 5 chữ ngữ tầm rom tham chi nhom pha mỏi cứ banh bịch phá dân pra UMP thì biết là xin pha mỏi UMP reform hypo UMP hypo hay là hai thằng po dân miền ấy cao sông boron bài tế hay mà to mà tiết banh cáo đọc bay sơ sai vào muối hay là casing ở đấy chăm nhom chặt chặt pe nó nhom xa mọi phú chăm pe nó nhom phèo bàiแต่แล้วปีเรานี่เต้าปูอดบัตรเธอไอเฉินข่าวปีตีมวยปูกรบกรองตรวยกำติตรวยแต่ตู้ได้เป็นพลายอาจมาเชิงหรือกับปีเชิงตามมือจะสไลด์พอต่อมาติดปูตัวเชฟเป้บังทำตะเก้าบังทำจะงื้อตัวพลายตะเก้าจะงื้อตัวพลายให้nóทำสมาวกรบพลองในจุ่มกาแต่ก็เบอร์ไอเต็มเป้นี้บังทำสมาวถึงอ๋อ banh liệt từng
គ្រប់ក្រឡាផ្ទៃដីទាំងអស់តែម្ដងបាញ់បារពូចាប់ឲ្យវាដុះបើចាត់តែបាញ់អត់តន់អាផ្សេងវាដុះពូទៅរកបាញ់ប្លង់ណាដែលកាត់មុនគេពូកន្លែងចាំតាឲ្យវាដុះបន្តិចចេញដល់អានេះមិនបន្តិចអានោះហួសព្រោះអាប្លង់ទី5ឃើញវាខ្ពស់ហើយអញ្ចឹងបើអាចទេឲ្យមនុស្សម្នាក់ទូទីវាមិនបាច់ធ្វើអីទេបាញ់ក្នុងស្វានឹងរាល់ថ្ងៃឲ្យតែអាកាសធាតុអំណោយផលវាបាញ់អំណោយផលវាបាញ់ស្វីធុងបាញ់យកហ្មងម្នាក់ហ្នឹងឲ្យទទួលខុសត្រូវបាញ់ក្នុងស្មៅនឹងរហូតបើភ្លៀងទៅជួយធ្វើការគេអត់ភ្លៀងមើលថាអំណោយផលល្អបាញ់ក្នុងស្មៅឲ្យបាញ់ចាប់ពីអាកន្លែងស្មៅដែលយើងកាត់មុនគេបាញ់បដិញចេញមកបាញ់មួយសានឹងចោលទៅព្រោះផ្លែឥឡូវនៅមានឱកាសបាញ់ឡើយទេផ្លែវា90ថ្ងៃ100ថ្ងៃនេះនៅមានឱកាសបាញ់ទេតាលើសនឹងមួយខែទៀតលេងមានឱកាសបាញ់ទេអត់បាញ់បានទេខ្ញុំកាត់បាញ់អាណាពីទៅមិន3ថ្ងៃដល់ទេហើយអាមើលថាឃើញវាសល់ក្នុង5ហ្នឹងអាហ្នឹងកាត់ពីមុនមកហើយវាសល់តែបន្តិចអាហ្នឹងបាញ់វាឲ្យបដាទៅមានអីទេស្មៅកាត់ហើយវាត្រឹមតែកពួនជើងបាញ់បានហើយអស់ឆ្នាំតិចផងអត់តែវាចេញកំពុងថ្មីមកនេះទៅកាត់បានបើនេះអត់ងាប់ទេអានេះអត់ងាប់ទេតោះនេះវានៅគល់ក្រាស់ដល់តែវាចេញព្រួយថ្មីមក3នោះអានោះបាញ់កាទេក៏កាត់សិនអញ្ចឹងទូនទីពន្ធពូធ្វើពីឥឡូវទៅពូត្រូវចែកពេលទៅកំតិចត្រួយប្លង់ត្រេនទូចតែមានផ្លែតកៅជំងឺទាំងអស់ត្រេនដែលមានផ្លែហើយនឹងថ្នាំស្មៅពូត្រូវលៃថាអ្នកណាត្រូវគ្រប់គ្រងថ្នាំស្មៅមជ្ឈការទាំងអស់បាញ់ថ្នាំស្មៅទាំងអស់ខ្វះប្រមាណកណ្ដងប្រាប់ខ្ញុំព្រោះអត់មានឱកាសបាញ់ទេមានតែពេលនេះទេបាញ់នេះកណ្ដងមកមិនតល់2កណ្ដងទេបាញ់សិនចង់ដឹងតែមួយកណ្ដងបានទំហំប៉ុណ្ណាវាគួរតែយកប្រមាណកណ្ដងថែមបើពូអត់សាកដបងមើលខ្ញុំមិនដឹងកំងប្រមាណខ្ញុំឲ្យយកចូលមកប្រមាណខ្ញុំមកតែហ្នឹងវាគ្រប់ព្រៀបទេពូបាញ់មួយកណ្ដងសាក់មើល2កណ្ដងសាក់មើលបានទំហំដីប៉ុណ្ណាពូស្មានថាដើម្បីប្រគ្រប់ប្រហើយប្រមាណកណ្ដងថែមទៀតដឹងហើយតែវាមាន4កណ្ដងបាទអាហ្នឹងក៏ដូនវាពីហាត់3កណ្ដងពីហាត់3កណ្ដងហើយបន្តមកទៀតឆ្នាំជំងឺឆ្នាំតកៅចាំខ្ញុំប្រាប់ព្រោះឆ្នាំជំងឺយើងរងថ្ងៃមាន3មានផៃរ៉ា Foystil ហើយនៅ Fully Afford អញ្ចឹងយើងមាន3ចាំខ្ញុំសេរីតាមនឹងបាញ់ហើយឆ្នាំតកៅយើងមាន2មុខហើយចាំចាត់ចែងតាមនឹងទៅអញ្ចឹងពូទទួលភារកិច្ចធ្វើប៉ុណ្ណឹងទៅហើយរីឯឆ្នាំថ្មីខ្ញុំបញ្ជូនមកចាំខ្ញុំប្រាប់ឆ្នាំថ្មីអត់មានអីក្រៅពីគ្រប់គ្រងត្រួយត្រេនទូចហើយនឹងបរិផ្លាយត្រេនធំទេពេលនេះខ្ញុំនឹងប្រាប់ទៅធ្វើមិនខ្មិចហើយបាទសល់តែបាញ់ភាសាទៀតអត់ទៅមិនអីទេបាទអូខេអញ្ចឹងប៉ុណ្ណឹងចុះពូអញ្ចឹងខ្ញុំទៅវិញហើយបងប្អូនអត់មានសំណួរទេខ្ញុំទៅដែរហើយណាបាយបាយជួបគ្នាពេលក្រោយ